អស់លុយតិចជាងភ្លឺខ្លាំងជាងបើសិនបើពុកម៉ែបងប្អូនចេះមកក្បាច់នេះបាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះសូមបង្ហាញជូនពុកម៉ែបងប្អូនពីរបៀបកែច្នៃពូសូឡាចាស់ក៏ដូចជាថ្មដែលយើងនៅសល់អីយកមកប្រើប្រាស់កែច្នៃពូសូឡាឡើងវិញជាពិសេសពូសូឡាដែលមានបតជាប់នេះហើយវាខូចអញ្ចឹងដើម្បីបានទទួលវីដេអូថ្មីសូមពុកម៉ែបងប្អូនមេត្តាជួយចុច like ជួយ subscribe ហើយដាក់រូបកណ្ដឹងម្នាក់មួយផងតាម channel YouTube ហើយ TikTok ក៏ដូចជា Facebook បាទអញ្ចឹងពូសូឡានៅពេលដែលយើងទិញយកមកប្រើជាទូទៅវាខូចថ្មពេលខ្លះវាខូចបតនេះហើយសម្រាប់ពូដែលមានបតជាប់នេះជាទូទៅខូចបងប្អូនភាគច្រើនគឺប្រឈមមុខនឹងការបោះចោលបើសិនយើងអត់ចេះណាបើអំពូនេះវាអត់អីទេអំពូវាបតនៅក្រៅដាច់ប៉ុន្តែឥឡូវលែងជាបញ្ហាសម្រាប់បងប្អូនទៀតហើយគឺយើងមានបតសម្រាប់យកមកកែវាតែម្ដងបាទបតនេះអំពូនេះគឺបើសិនជាវាខូចបតនេះអញ្ចឹងបញ្ជាក់ជូនបងប្អូនអំពូនេះអត់ខូចទេអញ្ចឹងយើងធ្វើម៉េចដើម្បីដឹងថាអំពូនោះអត់ខូចហើយមានយើងដឹងបោកដឹងដកណាបាទអញ្ចឹងខ្ញុំជាតេស្តជូនបងប្អូនមើលអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូននៅលើបតនេះបាទនៅលើក្រមអំពូនេះអញ្ចឹងជាទូទៅអំពូនេះមានមួយខាងនេះគឺមានសញ្ញាឆ្នោតនោះគឺដកហើយខាងនេះគឺបោកអញ្ចឹងអំពូនឹងទាំងអស់ហ្នឹងគឺរៀបដូចគ្នាយ៉ាងទាំងអស់ខាងនេះដកខាងនេះបោកដូចគ្នាយ៉ាងទាំងអស់អញ្ចឹងយើងព្យាយាមរកមកតើខ្សែវាចេញមកកន្លែងណាបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមធ្វើការតេស្តមើលបាទយើងឃើញថាអំពូលវាភ្លឺហើយអញ្ចឹងបានអំពូលនោះវាអត់ដាច់ទេដល់នេះអត់ភ្លឺវាដាច់មកគ្រាប់បាទអញ្ចឹងយើងយកមកយើងព្យាយាមរកខ្សែចេញនេះបូកនេះធម្មតានៅខាងក្រៅផ្ទៃនេះចេញមកខាងនេះគឺម៉ាស់អញ្ចឹងយើងកោសវាឡើងតាណាក៏បានដែរដល់នេះខ្ញុំកោសកន្លែងនេះអញ្ចឹងណាបាទម៉ាស់អញ្ចឹងយើងត្រឡប់មកមើលខាងបូកយើងមើលតាមខ្សែវាចេញមកនៅកន្លែងនេះគឺបូកអញ្ចឹងយើងកោសកន្លែងហ្នឹងមកប៉ុន្តែដោយសារខ្ញុំផ្សារកន្លែងនេះហើយអញ្ចឹងខ្ញុំធ្វើការតេស្តជាមួយខ្សែបាទឃើញថាវាភ្លឺល្អអញ្ចឹងបើសិនណាពុកម៉ែបងប្អូនមកនេះនៅសល់ទេមិនខូចទេផ្ទាំងនៅមិនខូចទេអញ្ចឹងពុកម៉ែបងប្អូនឃើញតែបតនេះទៅយកទៅកែច្នៃផ្សារតាមរយៈកន្លែងនេះគឺថ្មចូលបូកថ្មចូលដកសូឡាចូលបូកសូឡាចូលដកចេញទៅអំពូលបូកចេញទៅអំពូលដកអញ្ចឹងយើងផ្សារបដោះខ្សែចេញមកយកមកដាក់កន្លែងហ្នឹងអញ្ចឹងមកគឺវាដំណើរការវិញហើយបើសិនបើថាយើងអត់នេះទេគឺយើងអាចប្រើអំពូលនេះថ្មីក៏បានដែរនេះមានបូកដកនៅលើនឹងស្រាប់អញ្ចឹងនៅលើអំពូលនេះគឺមានបូក3បូក2ហើយនឹងបូក1អញ្ចឹងអាហ្នឹងវាខុសគ្នាមិនអញ្ចឹងចង់បញ្ជាក់ជូនបងប្អូនដែរកន្លែងបូក3នេះបើយើងចាប់លេខបូកនិងលេខ1នេះកាន់បានន័យថាខាងនេះដកខាងនេះបូកភ្លឺខ្លាំងតែបើយើងចាប់អានេះនិងអានេះភ្លឺវាធ្លាក់បន្តិចហើយបើយើងចាប់អានេះនិងអានេះភ្លឺវាក៏ធ្លាក់បន្តិចដែរអញ្ចឹងបញ្ជាក់ជូនបងប្អូនកន្លែងហ្នឹងឲ្យបងប្អូនកែច្នៃអញ្ចឹងវាបានបើសិនអស់លុយផាក់ផាយគ្នាក៏អំពូលដែលយើងកែច្នៃនេះគឺវាភ្លឺខ្លាំងជាងអំពូលដែលយើងទិញស្រាប់ដោយសារបតនេះគឺកំងគឺសម្រាប់ដាក់ជាមួយនឹងថ្មច្រើនគ្រាប់អញ្ចឹងពលឺដែលវាចេញទៅតាមនេះវិញគឺចេញភ្លើងទៅខ្លាំងហើយអំពូលបានភ្លឺបានខ្លាំងអញ្ចឹងកត្តាដែលធ្វើឲ្យអំពូលភ្លឺខ្លាំងវាមាន3ចំណុចហ្នឹងឯងទី1គឺថ្មទី2គឺបតនេះទី3គឺគ្រាប់ LED សម្រាប់ផ្ទាំងសូឡាបើផ្ទាំងសូឡាធំវាសាក់មកថ្មបានលឿនហើយបើសាក់មកបានលឿនថ្មធំយើងបញ្ចូលមកបតនេះក៏បានភ្លើងប្រើបានយូរហើយចេញពីបតនេះទៅវិញក៏ត្រូវធំដែរការចេញមកធំដល់អំពូលនេះគឺភ្លឺខ្លាំងហើយក្របអំពូលនេះក៏មានក្របអំពូលខ្លះក៏ភ្លឺខ្លាំងក្របអំពូលខ្លះក៏ភ្លឺរៀងខ្សោយដែរទៅតាមប្រភេទវាណាឥឡូវគេមានក្របអំពូល50 54អីវាភ្លឺខ្លាំងជាងមុនទៀតបាទអញ្ចឹងបើមានចម្ងល់ឬក៏ចង់ជួសជុលឬក៏កែអំពូលអីពុកម៉ែបងប្អូនអាច